ពុទ្ធបរិស័ទចំណុះជើងវត្តដង្ហែទៀនចំណាំវោសានៅផ្កាប្រាក់សាមគ្គីវេប្រកេនព្រះសង្ឃវត្តអរញ្ញសាគរនៅល្ងាចថ្ងៃទី30ខែកក្កដាឆ្នាំ2026លោកអាចារ្យគណៈកម្មការវត្តដូនជីតាជីរួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តអរញ្ញសាគរសង្កាត់សៀមរាបក្រុងសៀមរាបបានមូលមតិគ្នាជាឯកច្ឆន្ទដង្ហែអង្គផ្កាប្រាក់និងទៀនចំណាំព្រះវោសារួមជាមួយនឹងសម្ពុតស្លាដកសម្ភារៈបរិក្ខារមួយចំនួនវេប្រកេនព្រះសង្ឃវត្តអរញ្ញសាគរដើម្បីទំនុកបម្រុងព្រះភិក្ខុសង្ឃគង់ចាំវោសារយៈពេល3ខែដើម្បីប្រមូលបច្ច័យបន្តសាងសង់កុដិថែមដែលមិនទាន់រួចរាល់ព្រះគ្រូហគិមហ៊ុនចៅអធិការវត្តអរញ្ញសាគរបានសម្ដែងអំណរគុណដល់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តគណៈកម្មការអាចារ្យវត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់គិតគូរទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃក្នុងវត្តនេះមិនថាចូលវស្សាឬបុណ្យទានផ្សេងឡើយចូលវស្សាឆ្នាំនេះប្រជាពុទ្ធបរិស័ទបានរៀបចំអង្គផ្កាប្រាក់ដង្ហែរួមជាមួយនឹងទានចំណាំព្រះវស្សាហើយបច្ច័យបានពីផ្កាប្រាក់សរុបចំនួនផ្កាប្រាក់38លានរៀលនិងបច្ច័យចូលព្រះវស្សា9លានរៀលទៀនព្រះគ្រូបញ្ជាក់ថាថវិកានេះក្រៅពីទុកសម្រាប់ប្រើប្រាស់បច្ច័យ4ផ្គត់ផ្គង់ភិក្ខុសង្ឃមួយចំនួនធំនឹងយកបន្តសាងសង់កុដិថែលឬសាលាធម្មសភាថ្មីដែលចាប់ផ្ដើមសាងសង់នៅឆ្នាំ2021មានបណ្ដោយ36ម៉ែត្រនិងទទឹង12ម៉ែត្រក្រុងចំណាយថវិកាប្រមាណ$200,000បច្ចុប្បន្នសមិទ្ធផលថ្មីនេះសម្រេចបានជាង 75% ហើយព្រះគ្រូចៅអធិការបានអំពាវនាវដល់សប្បុរសជនចិត្តឆ្ងាយសូមបន្តបរិច្ចាគធនធានថវិកាសម្ភារៈទុះតិចក្តីច្រើនក្តីទៅតាមសទ្ធាដើម្បីសមិទ្ធផលមួយនេះឆាប់រួចរាល់ទុកជាសម្បត្តិរបស់វត្តសម្រាប់ប្រើប្រាស់ឲ្យព្រះសង្ឃគង់ស្នាក់អាស្រ័យនិងជួយសម្រួលដល់ញាតិញោមមកបំពេញបុណ្យទានផងដែរ